លិនអូតងតាមដងព្រៃធំហាបាតលើចិនយំនៅតាមដងភ្នំជំរំសោភាប៉ាហ៊ីអូនអើយយើងធ្លាប់ជួបគ្នាក្រោមដួងចន្ទ្រាខេត្តប៉ៃលិនជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលមានចម្ងាយ 394.3 គីឡូម៉ែត្រពីរាជធានីភ្នំពេញខេត្តប៉ៃលិនមានព្រំប្រទល់ខាងកើតខាងត្បូងនិងខាងជើងជាប់ខេត្តបាត់ដំបងនិងខាងលិចជាប់ព្រំប្រទល់ប្រទេសថៃភូមិសាស្ត្រខេត្តប៉ៃលិនជាតំបន់ខ្ពង់រាបមានជួរភ្នំព័ទ្ធជុំវិញដីមានជីជាតិល្អដែលជាអំណោយផលដល់ប្រជាពលរដ្ឋប្រកបមុខរបរដាំដំណាំកសិកម្មគ្រប់ប្រភេទក្រៅពីសក្តានុពលកសិកម្មខេត្តប៉ៃលិនក៏មានសក្តានុពលវិស័យទេសចរណ៍ផងដែរដែលមានរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែងដែលបានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តធ្វើឲ្យប្រជាពលរដ្ឋរកប្រាក់ចំណូលដោះស្រាយជីវភាពបានល្អប្រសើរមួយកម្រិតថែមទៀតតំបន់រមណីយដ្ឋានទាំងនេះរួមមានរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាតរមណីយដ្ឋានក្បាលជ្រោះទឹកធ្លាក់ភ្នំខៀវរមណីយដ្ឋានស្ទឹងភ្នំដំបងរមណីយដ្ឋានចំការខ្នោរមណីយដ្ឋានទឹកធ្លាក់7ជាន់ភ្នំក្បាលដំរីរមណីយដ្ឋានស្ទឹងអូឈើក្រំនិងស្ទឹងភ្នំកយជាដើមសុទ្ធសឹងជារមណីយដ្ឋានធម្មជាតិពិតៗមានបរិយាកាសខ្យល់អាកាសល្អបរិសុទ្ធពៀនយល់បាកាត់ធ្លាប់នាំស្រីទៅនំយ៉ាបចាំនៅពីងពេជ្រមេត្រីពីងដែលអូនស្បត់ថាស្ម័គ្រភក្តីឥឡូវអ្វីស្រីបំភ្លេចអស់មកបងដេចកើតរូបគេឆាតឆាយគេមានប្រាំងចាយដៃវៃរូបបងក្រគ្មានអ្វីសោះក្របុនក្រសាក់ក្រប្រាក់ដោយឡែករមណីយដ្ឋានចំការខ្នោក៏ជារមណីយដ្ឋានធម្មជាតិបែបកែច្នៃបានទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកម្សាន្តបែបលក្ខណៈគ្រួសារឬជួបជុំមិត្តភ័ក្តិគ្រប់រដូវកាលមិនថាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌបុណ្យចូលឆ្នាំសកលនិងមិនថាថ្ងៃសៅរ៍ថ្ងៃអាទិត្យនោះទេភ្ញៀវមកលេងកម្សាន្តជាប់មិនដាច់ដោយសារភាពប៉ិនប្រសប់និងគំនិតច្នៃប្រឌិតរស់រវើកពីម្ចាស់រមណីយដ្ឋានចំការខ្នោធ្វើឲ្យរមណីយដ្ឋានមួយនេះមានភាពស្រស់ស្អាតនិងមានការទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរទាំងអស់ពិសេសម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់បន្លែធម្មជាតិគ្មានជាតិគីមីនិងមានសេវាកម្មបម្រើរស់រាយរាក់ទាក់ដោយខ្លាមុំបាត់កោវាយព្រោះតាមចំបាយកុំបានមិនទីចំណោបៃលិនក៏មិនលឹកដល់ខ្ញុំយ៉ាមិនរមណីយដ្ឋានចំការខ្នោមានទីតាំងស្ថិតនៅភូមិសាស្ត្រជាប់មាត់ស្ទឹងបបៃលិនក្នុងភូមិបោះហ៊ុយត្បូងសង្កាត់បយ៉ាខាក្រុងប៉ៃលិននិងមានចម្ងាយ8 គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិនភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តនៅរមណីយដ្ឋានចំការខ្នោត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ57មកដល់ផ្លូវបំបែកវត្តអូច្រាត្រូវបត់ចូលតាមផ្លូវចាក់កៅស៊ូឆ្លងកាត់សង្កាត់បយ៉ាខាមានភូមិអូស្ងួតភូមិរោងចក្រភូមិបោះហ៊ុយជើងឬភូមិបោះហ៊ុយត្បូងតាមដងស្ទឹងទៅលើហើយបត់ស្ដាំបន្តិចចូលមករមណីយដ្ឋានចំការខ្នោលោកស្រីទឹកផល្លាម្ចាស់រមណីយដ្ឋានចំការខ្នោមានប្រសាសន៍ដោយសម្ដីផ្អែមល្ហែមញញឹមរាក់ទាក់មកកាន់ក្រុមការងារយើងដោយបញ្ជាក់ថា
បាទដល់ថ្ងៃនេះក្រុមការងារព័ត៌មានខេត្តបៃលិនហើយនៅថ្ងៃនេះកម្មវិធីទិដ្ឋភាពបៃលិនថ្ងៃនេះបាននាំអារម្មណ៍ប្រិមិត្តទូរទស្សនិកជនមកដល់រមណីយដ្ឋានចំការខ្នោបាទនៅពេលនេះក្រុមការងារយើងបានជួបសម្ភាសជាមួយបាទអ្នកបងអាទិត្យផល្លាដែលជាម្ចាស់រមណីយដ្ឋានចំការខ្នោនៅពេលនេះបាទតើរមណីយដ្ឋានចំការខ្នោនេះបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំណាមកបាទចាខ្ញុំជាម្ចាស់រមណីយដ្ឋានចំការខ្នោខេត្តបៃលិនចារមណីយដ្ឋានយើងខ្ញុំចាប់ផ្ដើមបើកចាប់ពីថ្ងៃទី11ខែ11ឆ្នាំ2004បាទតើមកដល់ពេលនេះតើសេវាកម្មផ្នែកខាងម្ហូបអាហារទេសចរមានលក្ខណៈដូចម្តេចដែរចាម្ហូបអាហារនៅកន្លែងនេះគឺជាម្ហូបបែបព្រៃភ្នំចាម្ហូបធ្វើបែបពីម្ហូបអាហារអីគឺធ្វើជាបន្លែអីគឺជាធម្មជាតិទាំងអស់ចាហើយក៏សេវាកម្មភ្ញៀវយើងមានភ្ញៀវមកលេងច្រើនទេតាំងពីបើកដំណើរការរហូតដល់ពេលនេះចាចាប់តាំងពីឆ្នាំ2004មករហូតដល់ឆ្នាំ2008មានភ្ញៀវទេសចរមកច្រើនមែនទែនរហូតដល់សប្តាហ៍ថ្ងៃនេះ2015ចាហើយភ្ញៀវដែលភាគច្រើនដែលមកនេះជាលក្ខណៈគ្រួសារឬក៏ជារបៀបម៉េចដែរចាមកជាភ្ញៀវជាលក្ខណៈគ្រួសារហើយនឹងមានភ្ញៀវខាងបរទេសច្រើនចាហើយភ្ញៀវច្រើនបំផុតនៅក្នុងឱកាសអីដែរឱកាសបុណ្យទានចូលឆ្នាំចិនចូលឆ្នាំខ្មែរហើយជុំបិណ្ឌក្រៅពីហ្នឹងគឺថ្ងៃសៅរ៍អាទិត្យគឺមានច្រើនហើយថ្ងៃធម្មតាក៏មានដែរចារមណីយដ្ឋានយើងខ្ញុំនៅតំបន់ព្រៃភ្នំហើយនឹងមានទឹកជ្រោះស្ទឹងចាស្ទឹងបរយាខាសង្កាត់បរយាខាភូមិបរហុយខេត្តបៃលិនចាមានកញ្ចុះមានខ្យល់ធាតុអាកាសល្អហើយនឹងមានបែបជាម្លប់ឈើដើមខ្នោចាជាពិសេសចាធម្មជាតិពិតមានព្រៃមានភ្នំចាជាចុងក្រោយនេះបើសិនជាបងប្អូនបានមកលេងនៅខេត្តបៃលិនចាអញ្ជើញមកលេងកន្លែងរមណីយដ្ឋានចំការខ្នោខ្ញុំផងចាមិនខុសបំណងទេព្រោះរមណីយដ្ឋានចំការខ្នោខ្ញុំមានទឹកជ្រោះស្ទឹងចាមុជបានតិចចិត្តចានឹងមានម្លប់ឈើដល់តិចទៅឈឹងទៅឆៃចាហើយនឹងមានផ្លែឈើញ៉ាំទៀតចាបើបានអញ្ជើញមកលេងកុំភ្លេចមកចំការខ្នោនឹងមានម្ហូបឆ្ងាញ់ចាមានម្ហូបកំងឆ្ងាញ់ចាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះខ្ញុំនឹងមានកម្មវិធីសបាយគឺមានរំវង់អីបែបបុរាណណាចាមានបុរាណសម័យចាមានប្រពៃណីខ្មែរយើងចាដើម្បីកំសាន្តនៅកន្លែងនេះចារីឯភ្ញៀវទេសចរដែលបានអញ្ជើញមកកំសាន្តរមណីយដ្ឋានចំការខ្នោនេះមានចំណាប់អារម្មណ៍ថារមណីយដ្ឋានចំការខ្នោពិតជាទាក់ទាញមែនមានខ្យល់អាកាសល្អបរិសុទ្ធកន្លែងអង្គុយកំសាន្តស្អាតមានទឹកស្ទឹងហូរងូតលេងត្រជាក់ចិត្តពិសេសម្ហូបអាហារមានរសជាតិឆ្ងាញ់តម្លៃសមរម្យពួកគាត់មកលេងរមណីយដ្ឋានចំការខ្នោជាហូហែមកជាលក្ខណៈគ្រួសារនិងការជួបជុំមិត្តភ័ក្តិជាដើមចាខ្ញុំមកពីខេត្តបាត់ដំបងមកទីនេះវាត្រជាក់មានទឹកលេងអញ្ចឹងសប្បាយចាប់អារម្មណ៍គឺទឹកដែរ
ឹងទីហើយបងដែលមិនខ្លាចឈឺក្រពាំងរូបកាន់តែចាំងអាងតែមានលុយស្រវឹងអិនឈុំថាទៅហ៊ុនត្បូងឃើញនៅតាមបងពីព្រឹកទល់យំថាស្បន់ថាឈុំមានឈុំអីមានទាំងស្អីទៀតបងដើរទិញត្បូងរួចជាងចូលទៅក៏ខ្យល់អូនណាយកុំឆ្ងល់តែកាលរកខ្យល់ខ្លួនចាញ់វាឆ្លងព្រួងតែមិនផឹកទៅជាស្រីអូស្រាញឬក្បាលដល់ខ្នងសូមទោសអូនម្ដងផឹកទៀតហើយក្រែងជំងឺបៀតបៀនកុំសាយប្រមាំមកដល់ទាំងទៀតតែប្រាំងលុយគេចំពាំងបងមិនហ៊ានទាព្រោះខ្លាចគេអៀនដើរលេងអិនខ្មាំងអស់លុយពីទាំងប្រហែល1លានបើអូនទិញទៀនបងលាហើយយកត្បូងទៅឡាំបៀបងយកត្បូងទៅឡាំបៀនៅឯបារឬបងទេបើមិនអូតពុកប្រហែលជាអូតប្រាំងព្រោះឡាំបៀរួចហើយត្រូវយករ៉ែផងណាចាញ់ណាផឹកទៀតហើយបងដែលមិនខ្លាចឈឺក្រពាំងរូបកាន់តែចាំងអាងតែមានលុយស្រវឹងអិនឈុំថាទៅហ៊ុនត្បូងឃើញនៅតាមបងពីព្រឹកទល់យំអើស្បានថាឈុំមានឈុំអីមានទាំងស្អីទៀតបងដើរទិញត្បូងរួចជាងចូលទៅក៏ខ្យល់អូនណាយកុំឆ្ងល់តែកាលរកខ្យល់គ្រុនចាញ់វាឆ្លងព្រួងតែមិនផឹកទៅជាស្រីអូស្រាញឬក្បាលដល់ខ្នង